យដែលជាទីក្រុងធំបំផុតទី2របស់មីយ៉ាន់ម៉ាធ្លាប់មានឈ្មោះថាជាទីក្រុងមាសរំលេចដោយវត្តអារាមភ្លឺចិញ្ចាំងចិញ្ចាចសឹងតែគ្រប់កន្លែងនោះឥឡូវបានប្រែក្លាយជាទីក្រុងខ្មោចត្រឹមតែមួយប្រព្រឹត្តភ្នែកដោយសារតែគ្រោះរញ្ជួយដីផ្ទួនក្នុងកម្រិត 7.7 Richter និង 6.4 Richter កាលពីថ្ងៃសុក្រសប្តាហ៍មុននៅថ្ងៃពុធនេះបន្តមានសេចក្តីរាយការណ៍ថាក្លិនមិនល្អចេញពីសាកសពនៅតែបន្តភាយចេញពីពេញទីក្រុងគណៈតួលេខអ្នកស្លាប់មានការកើនឡើងជាលំដាប់ជិត 3,000 នាក់ទៅហើយនិងអ្នករងរបួសមានការកើនឡើងជិត 5,000 នាក់លោកមានអង្លាំងមេដឹកនាំរដ្ឋាភិបាលសឹកបានលើកឡើងថាតួលេខអ្នកស្លាប់អាចនឹងកើនឡើងលើស 3,000 នាក់ទៅទៀតគណៈអ្នកអង្គការភូតសាសអាមេរិកបានប៉ាន់ប្រមាណម្ដងហើយម្ដងទៀតថាអ្នកស្លាប់អាចនឹងកើនឡើងលើស 10,000 នាក់ផងក៏មិនដឹងដោយសារតែមានអគារបាក់បែកច្រើនណាស់នៅមិនទាន់អាចកាយយកថ្មចេញបានបើទោះបីជាមានអ្នកសង្គ្រោះអន្តរជាតិជាច្រើនប្រទេសមកជួយក៏ដោយពលរដ្ឋកាន់សាសនាអ៊ីស្លាមម្នាក់បានរៀបរាប់ទាំងសោកសង្រេងថាគ្រាន់តែរូបគាត់តែម្ដងគឺបាត់បង់សាច់ញាតិបងប្អូនមិត្តភ័ក្តិនិងអ្នករួមការងាររហូតដល់170នាក់ឯណោះនៅក្នុងនោះភាគច្រើនស្លាប់នៅក្នុងព្រះវិហារដែលបាត់បាក់អំឡុងរញ្ជួយដីខ្លាំង